ប្រានេះភៀមួយនេះចែកឈិញឆឹងក៏បាននិយាយមើងងាយទៅថានៅពេលដែលអញខ្លាចជាឆ្កែចឹងទៅវាពិតជាជូតអឈិញក៏បានសួរថាតើនេះចង់បានអ្វីនាងក៏បានប្រាប់ទៅថាឯងក៏បានដឹងរួចមកហើយថានេះគឺជាកូនសោសម្ងាត់នៅក្នុងវិមានសម្ងាត់ដែលម្ចាស់ក៏សម្ព័ន្ធក៏ចង់ប្រកួតវាទៅឲ្យឯងខងដែរក៏ប៉ុន្តែពេលនេះឯងគ្រាន់តែជាឆ្កែដែលគ្មានរូបរាងប៉ុណ្ណោះសូម្បីតែកម្លាំងក៏ឯងគ្មានផងដែរអឈិញក៏ពិតជាខឹងខ្លាំងមែនទែនឈិញឆឹងហើយគាត់ក៏បាននឹកសម័យនៅពេលដែលគាត់នឹងបានលួចស្រឡាញ់ទៅកាន់ចែកឈិញឆឹងនឹងឯងមិត្តភក្តិរបស់គាត់ក៏ប្រាប់ឲ្យគាត់នឹងកាត់ចិនទៅក៏ព្រោះថានេះគឺជាស្ត្រីដ៏បរិសុទ្ធតែពេលនោះផងដែរគាត់ក៏បានលើថានាងក៏បានចូលចិត្តមកកាន់គាត់ជាយូរមកហើយតែនាងគឺមានលក្ខខណ្ឌមួយគឺចង់ឲ្យគាត់នឹងប្រកូននៅវត្ថុអ្វីមួយយ៉ាងយកមកឲ្យនាងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់របស់គាត់បន្ទាប់ពីបានគិតដល់ចំណុចមួយនេះអឈិងក៏ពិតជាខឹងហើយចែកឈិងឆឹងក៏បាននិយាយថាមើលទៅឯងប្រកាសជាមានការឈឺចាប់ខ្លាំងណាស់ហើយក៏ប៉ុន្តែដរាបណាឯងជួយយើងបកច្រត់ទ្វារសម្ងាត់របស់កុសសម្ព័ន្ធចចយើងប្រកាសជានឹងផ្ដល់ឲ្យឯងនៅថ្នាំផ្សាច់បិសាចជំនឿមួយគ្រាប់ទៀតតែវាប្រកាសជានឹងឲ្យឯងនឹងទម្លុះអាណាចក្រទៅកាន់កម្រិតមួយទៀតចាក់ជាមិនខានតែអឈិងក៏បានសើចពីដូច្នេះនាងក៏ឆ្ងល់ខ្លាំងមែនតែស្រាប់តែពេលនោះថាពកជាច្រើនក៏បានសាយពីចេញមកហើយអ្វីបានជាយើងសើចមែនទេយើងសើចក៏ព្រោះថាយើងចំអកទៅកាន់ស្ត្រីដ៏ឈ្គួរដូចជាឯងនឹងហើយឃើញបែបនេះនាងក៏ពិតជាភ័យតាមពិតទៅឯងបានទម្លាយទៅកាន់អាណាចក្រស្ដេចបិសាចបាត់ទៅហើយអឈិងក៏បានតបថាពិតមែនហើយយើងបានទម្លាយទៅកាន់អាណាចក្រស្ដេចបិសាចជាយូរយារណាស់មកហើយថ្នាំស្ដេចបិសាចរបស់ឯងនឹងវាគ្មានប្រយោជន៍សម្រាប់យើងនោះទេហើយនាងក៏ញញឹមចោះយ៉ាងម៉េចយើងក៏បានឡើងទៅកាន់អាណាចក្រស្ដេចបិសាចផងដែរតែដរាបណាឯងជួយយើងបើកទៅកាន់ច្រកទ្វារសម្ងាត់នោះ10ឆ្នាំទៀតយើងប្រកាសជានឹងឲ្យឯងឡើងទៅកាន់អាត្រីបិសាចអឈិងក៏បានសើចនាងក៏បន្តថាដរាបណាឯងជួយយើងនោះយើងប្រកាសជានឹងអនុញ្ញាតឲ្យឯងជ្រើសរើសនៅអាវុធពាក់កណ្ដាលបរិសុទ្ធចំនួន1តែក្នុងចិត្តរបស់នាងវិញពិតជាខឹងខ្លាំងមែនទែនអាចចង្រៃយកហើយបើជាឯងមិនយល់ព្រមអឈិងនៅតែមិនមានការចាប់អារម្មណ៍ធ្វើឲ្យនាងឆ្ងល់ហើយថាតើឯងចង់បានអ្វីវាគឺជាអាវុធពាក់កណ្ដាលបរិសុទ្ធណាសូម្បីតែឯងនឹងយើងខ្លាចថាមិនដែលឃើញវាផងលើដូច្នេះអឈិងក៏សើចយកតែម្ដងមើលទៅអ្នកដូចជាលេងសើចជាមួយខ្ញុំភ័យហើយពេលនោះពុទ្ធចាម្នាក់ក៏ថាមើលទៅឯងពិតជាមើងងាយមកកាន់ពួកបរិសុទ្ធខ្លាំងណាស់តែគេក៏ត្រូវបានចែកជិញ្ជឹងគាត់ដោយហើយនាងក៏និយាយថាដោយសារតែឯងមានសមត្ថភាពដូច្នេះហើយតើឯងចង់ចូលរួមជាមួយនឹងតកោព្រះអាទិត្យក្រហមរបស់យើងដែរឬទេលើដូច្នេះពុទ្ធចាក៏ប្រាប់ឲ្យនាងពិចារណាសារជាថ្មីទៅនាងក៏បានតបទៅថាបើទោះបីជាគ្រួសារតកោព្រះអាទិត្យក្រហមរបស់នាងមិនមែនជាគ្រួសាររាជវង្សក៏ដោយក៏ប៉ុន្តែនៅក្នុងគ្រួសារសសឹងតែជាជើងខ្លាំងអញ្ចឹងហើយតើឯងចង់ចូលរួមជាមួយនឹងយើងដែរនៅទេនៅពេលនោះឯងប្រកាសជាមានខ្នងបងឯកដ៏ធំមួយហើយនាងក៏គិតយ៉ាងជឿជាក់ថានៅក្នុងលក្ខខណ្ឌបែបនេះទៅហើយនោះគេប្រកាសជានឹងមិនបដិសេធនោះទេក៏ប៉ុន្តែអឈិងក៏បាននិយាយថាជប់លេងសើចជាមួយខ្ញុំទៅតកោព្រះអាទិត្យក្រហមស្អីគេនឹងគ្រាន់តែជាតកោធម្មតាខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចុះអ្នកនៅខាងក្រៅខ្នងរបស់ខ្ញុំគាត់ពិតជាមានថាពលដ៏អស្ចារ្យខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមលាសិនហើយឃើញដូច្នេះចែកជិញ្ជឹងក៏ពិតជាកញ្ញាញ់ខួរខ្លាំងមែនទែនក៏ព្រោះថានៅមកដល់មកហើយគាត់នៅតែមិនញ៉ាំទៀតស្រាល្អមិនចឹងផឹកចង់ផឹកស្រាវិន័យមែនឯងគ្រាន់តែជាសម្រាប់មិនត្រូវបានគេបណ្ដេញចេញអំពីកុសសម្ព័ន្ធប៉ុណ្ណោះឯងចូលធ្វើពួកជាជាងខ្លាំងទៀតទៅអឈិងក៏បាននិយាយប្រាប់ទៅថាខ្ញុំប្រាប់នាងម្ដងទៀតទៅចុះលក្ខខណ្ឌអ្នកបានផ្ដល់ជូនមកឲ្យខ្ញុំនេះគ្រាន់តែជាការសំណងបន្តិចបន្តួចប៉ុណ្ណោះវាមានតែលោកម្ចាស់របស់ខ្ញុំប៉ុណ្ណោះទើបគាត់អាចមានអំណាចផ្ដល់អ្វីគ្រប់យ៉ាងមកឲ្យខ្ញុំបានកុំថាឡាយកម្រិតអាត្រីបិសាចនៅក្នុងរយៈពេល10ឆ្នាំក៏សូម្បីតែកំណប់ទ្រព្យរបស់បរិសុទ្ធទាំងអស់នោះក៏គាត់មានមិនខ្វះនោះទេជាពិសេសគឺបងប្រុសក្រុងឆ្អឹងយកតែម្ដងដែលកុសសម្ព័ន្ធរបស់អ្នកក៏អំផ្លាញត្រឹមតែ1វិនាទីប៉ុណ្ណោះចំណែកឯអ្នកវិញអឈិងឆឹងអ្នកមិនសោសមសុំមួយតែលីមួហើយអតីតកាលដ៏អាក្រក់ទាំងអស់នោះឥឡូវនេះខ្ញុំមិនអំភ្លេចវាអស់បាត់ទៅហើយវាសល់តែអនុស្សាវរីយ៍ដែលល្អៗរវាងខ្ញុំនិងលោកម្ចាស់ប៉ុណ្ណោះអឈិងឆឹងលាក់លែងមានតម្លៃទៀតហើយលើសំដីមាក់ងាយដូចនេះចៃអឈិងឆឹងនឹងក៏ពិតជាខឹងខ្លាំងមែនតើលោកម្ចាស់របស់ឯងនឹងគឺជាណាទៅឆាប់ប្រាប់យើងភ្លាមមកកូនចាស់របស់នាងក៏ប្រាប់ថានាងឥឡូវនេះគេបានចាក់ចេញហើយលើដូច្នេះនាងក៏រត់តែខឹងឬហើយក៏បានបន្ទូលនៅថាពរយ៉ាងអស្ចារ្យព្រមទាំងប្រាប់ឲ្យកូនចៅរបស់នាងនឹងឆាប់ទៅស្វែងរកអត្តសញ្ញាណពុទ្ធរបស់លោកម្ចាស់អឈិងភ្លាមទៅខ្សែឬបន្ទាប់ក៏កាត់មកផ្លាំងមួយនេះវិញលបងក្រុងជើងក៏ពិតជាដេកស្រួលខ្លាំងមែនទែនប្រាប់ឲ្យពុទ្ធចាទាំងអស់នោះធ្វើការឲ្យបានល្អពុទ្ធចាម្នាក់ក៏លន់មាត់ថាពររបស់គាត់វាពិតជាអស្ចារ្យខ្លាំងមែនទែនកម្លាំងគៀបសម្គាល់វាពិតជាខ្លាំងស្រាប់តែពេលនោះលបងអឈិងក៏បានធ្វើអំណរមកដល់លបងក្រុងជើងក៏បានសួរថាអឈិងតើឯងមានរឿងអ្វីនិយាយ
ជំនាញយើងមែនទេអឈិនក៏បានតែរាប់ថាបងប្រុសខ្ញុំត្រូវបានគេវាឥឡូវនេះអ្នកឆាប់ជួយមកកាន់ខ្ញុំផងបន្ទាប់ពីបានស្ដាប់រឿងរបស់អឈិនរួចលបងកងចឹងក៏និយាយថាវាប្រែថាពួកគេគាត់ជាសម្រាមប៉ុណ្ណោះអញ្ចឹងឯងមិនចាំបាច់បារម្ភនោះទេទឹករឿងមួយនេះឲ្យយើងជាអ្នកដោះស្រាយចំណែកឯយេហ្វឹងវិញបន្ទាប់ពីបានហូបមីរួចក៏បានដេកអញ្ចឹងទៅហើយពេលនោះអឈិនក៏បានគិតថាតើគេគួរប្រាប់រឿងរបស់គេនឹងទៅកាន់យេហ្វឹងដែរឬអត់ហើយគេក៏បានដឹងផងដែរថាលោកម្ចាស់គាត់កំពុងតែស្វែងរកអត្ថន័យនៃជីវិតបើគេប្រាប់រឿងនេះទៅកាន់គាត់ទៅនោះគាត់នឹងមិនពេញចិត្តនោះទេស្រាប់តែពេលនោះយេហ្វឹងក៏បាននិយាយថាមើលតើវាពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ក្នុងនាមយើងគឺជាម្ចាស់របស់ឯងវាដូចជាមិនបានបំពេញភារកិច្ចក្នុងនាមជាម្ចាស់តតែសោះឥឡូវនេះបើឯងមានបញ្ហាអីអាចប្រាប់យើងឲ្យជួយដោះស្រាយឲ្យបានដូច្នេះអឈិនក៏ពិតជារំភើបរហូតតែស្លក់ទឹកភ្នែកក្នុងពេលជាមួយនឹងគ្នានោះផងដែរឈិនឆឹងនាងក៏បាននិយាយថាតាមពិតទៅអឈិនគេសឹកក្នុងក្រស្លាកបិគុណមួយនេះសោះវាហាក់បីដូចជាខ្ញុំបារម្ភអំពីគេខ្លាំងពេកហើយពួកអាចអចារ្យស្ដាប់បញ្ជាចូលទៅក្នុងសាលាក្បាច់គុំមួយនេះជាមួយនឹងយើងនៅពេលនោះផងណាលបងកងចង់ក៏មកកាក់មុខធ្វើឲ្យគេពិតជាញ័រខ្លួនតែម្ដងរួចហើយគេក៏បានប្រើប្រាស់មន្តអកូនសន្តាមឲ្យពួកគេទាំងអស់នោះចូលទៅខាងក្នុងតាមសម្រួលតែម្ដងចាយឈិងឈឹងក៏បានឆ្ងល់ហើយថាហើយបានជាមានអ្វីពិសេសនៅក្នុងទីនេះអញ្ចឹងឥឡូវនេះនាងក៏បានដឹងហើយថាអ្វីដែលអឈិងបាននិយាយសរសើរតែជាពាក្យកុហករួចហើយនាងក៏បញ្ជាឲ្យកូនចៅនឹងឆាប់សម្លាប់មនុស្សទាំងអស់នោះភ្លាមទៅប៉ុន្តែគ្មានទេកម្រោកមកសម្បីតែបន្តិចមនុស្សទាំងអស់នោះក៏បានខ្លាចជាសត្វឆ្កែទាំងអស់ទៅនាងក៏ពិតជាភ្ជាប់អោថាងមិនតែនេះគឺជាអ្វីបញ្ចក់វេទមន្តដែលមានកម្រិតបរិសុទ្ធមែននេះជាលទ្ធផលក៏សម្បីតែនាងនឹងក៏ខ្លាចជាឆ្កែផងដែរឃើញដូច្នេះលបងកងចឹងក៏បានសើចតែឈិនចឹងក៏បានសួរថាតើឯងក៏ជឿណាស់ហើយបានចឯងហ៊ានធ្វើអានេះមកកាន់ពួកយើងតែលបងកងចឹងក៏ប្រាប់ប្រាស់លបឿនយ៉ាងលឿនគ្រាន់តែជាសម្រាមហ៊ាននិយាយមកកាន់យើងផងកម្រើកដៃសមួយតែបន្តិចកំពេះគូរបស់ពួកគេក៏បានហាមតែម្ដងតែឈិនចឹងក៏ថាឯងពិតជាហ៊ានវាមកកាន់យើងមើលនេះលបងកងចឹងក៏បន្តកុំរាមអីវាមិនទាន់ចាប់នៅឡើយទេដាក់មួយខ្សែទៅទៀតពួកនាងនឹងស្រែកចាយតែម្ដងមិនត្រឹមតែប៉ុណ្ណោះលបងកងចឹងក៏នៅតែវាទៅកាន់ពួកគេដែលជាហេតុធ្វើយេហ្វឹងក៏ឆ្ងល់ហើយថាតើវាមានរឿងអ្វីកើតឡើងនឹងហើយបានជាមានសម្ដីរំខានខ្លាំងម្ល៉េះដែលដឹងហេតុការណ៍ជាមុនលបងកងចឹងក៏បានធ្វើពុតជាយំតែម្ដងនៅពេលដែលយេហ្វឹងមកដល់គេក៏ពិតជាខឹងខ្លាំងមែនទែនតែឆ្កែព្រៃមកពីណាហ៊ានខំទៅកាន់ឆ្អឹងរបស់ខ្ញុំទោះបីជាយើងស្រឡាញ់ទៅកាន់ឆ្កែក៏ដោយក៏ប៉ុន្តែយើងមិនបង្ហាញសេចក្តីមេត្តាចំពោះឆ្កែព្រៃដល់កាយសាហាវនោះទេឬហើយក៏បានបន្តសំពងទៅកាន់សត្វឆ្កែទាំងអស់នោះនៅពេលដែលអឈិងគេកំពុងតែដើរមកគេក៏បានឃើញទៅកាន់ឈិងឆឹងរួចហើយគេក៏ពោលថាមើលទៅការដែលខ្លាចជាសត្វចិញ្ចឹមរបស់លោកម្ចាស់និងខ្លាចជាប្អូនប្រុសរបស់លបងកងចង់វាពិតជាល្អខ្លាំងណាស់តែពេលនោះយេហ្វឹងក៏បានឃើញតែកាន់គេដូច្នេះហើយក៏មានកំណត់មួយយកតែម្ដងបន្ទាប់មកក៏ចាប់ផ្ដើមប្រត់ភេទទៅកាន់សត្វឆ្កែទាំងអស់នោះបន្ទាប់ពីរើសជាង80ម៉ោងគឺនៅសល់តែសត្វឆ្កែមួយប៉ុណ្ណោះដូច្នេះហើយក៏បានបិទទ្វារព្រមទាំងប្រាប់ឲ្យឈិងថាឥឡូវនេះវាគួរតែដល់ពេលដែលឯងគួរតែបង្កបង្កើនផលហើយឬដូច្នេះឈិងក៏បានគិតហើយថាតើវាអាចជាយេហ្វឹងក៏បានស្រែកថាចាប់ផ្ដើមភ្លាមទៅធ្វើឲ្យចែឈិងឈឹងក៏ពិតជាភ័យយេហ្វឹងក៏ថាឆាប់ចាប់ផ្ដើមទៅក៏ព្រោះថាតើឯងមិនមែនចង់ធ្វើបែបនេះជាយូរហើយមែនទេចំណែកឈិងវិញក៏បានគិតថាខ្ញុំពិតជាមនុស្សស្មានទេដែលលោកម្ចាស់ពិតជាបានដឹងអំពីការគិតរបស់ខ្ញុំហើយខ្ញុំក៏ចង់សងសឹកទៅលើឈិងឆងផងដែរគឺដូច្នេះនាងពិតជាភ័យឈិងក៏មិនចង់ទាំងយូរក៏លុតទៅចាប់ការតែម្ដងទៅចំណែកឯចែឈិងឈឹងវិញគឺបានត្រឹមតែនិយាយគម្រាមប៉ុណ្ណោះបើឯងហ៊ានតែធ្វើបែបនេះមកលើយើងនោះយើងប្រកាសជានឹងសម្លាប់ឯងតែឈិងក៏នៅតែមិនខ្វល់បន្តចាប់ការនាងទៀតចំណែកឯអ្នកខាងក្រៅវិញក៏បានលើសំឡេងនាងយំយកតែម្ដងលើដូច្នេះពួកគេក៏ចង់ទៅជួយតែជាអកុសលឲ្យពួកគេមិនអាចបើកទ្វារនោះបាននោះទេតែនៅពេលដែលពួកគេបានសម្លឹងមើលទៅពិតជាភ្ជាប់អខ្លាំងមែនទែនតែប៉ុណ្ណេះអ្នកនាងរបស់ពួកគេគឺលែងមានភាពបរិសុទ្ធទៀតហើយបើសមងក្រោយមកឈិងឆឹងក៏ត្រូវបានគេបោះចេញមកខាងក្រៅឃើញដូច្នេះកូនចៅរបស់នាងក៏ចង់ទៅសងសឹកតែត្រូវបាននាងបញ្ឈប់ទៅចំណែកឈិងវិញបន្ទាប់ពីប្រតិបត្តិរួចពិតជាមានអារម្មណ៍ថារីករាយខ្លាំងមែនទែនតែប៉ុណ្ណេះឈិងឆឹងគឺត្រូវបានគ្រប់គ្រងដោយគេហើយតែវាក៏គួរតែអរគុណទៅកាន់លោកម្ចាស់ផងដែរដែលឲ្យខ្ញុំទទួលបាននូវឱកាសល្អបែបនេះយេហ្វឹងក៏បានសួរថាឆ្កែតើឯងមានអារម្មណ៍យ៉ាងម៉េចដែរឈិងបានត្រឹមតែបញ្ចេញទឹកមុខប៉ុណ្ណោះចំណែកឯលបងកងចឹងវិញក៏បានសួរថាឈិងឯងដូចជាមានពេលវេលាល្អខ្លាំងណាស់ឈិងក៏បានតបថាខ្ញុំពិតជាមិនអាចប្រៀបធៀបជាមួយនឹងបងប្រុសបាននោះទេលបងកងចឹងក៏ថាឯងចាប់ប្រាប់យើងភ្លាមមកថាអារម្មណ៍មួយនោះឯងបានជន់វាគឺជាអារម្មណ៍អ្វីឈិងក៏បានតបថាអារម្មណ៍មួយនោះវាគឺជារសជាតិដែលគ្មានទីបញ្ចប់សាច់រឿងបន្ទាប់ក៏បង្ហាញអំពីកុសសម្ព័ន្ធបរិសុទ្ធប៉ុន្តែចាំនេះក៏បាននិយាយថាតើឈិងឆឹងមកហើយម្នេះតើគេបាននាំយកឈិងមកដែរឬទេតែទោះបីជាគេសួរជំនួយជាច្រើនខ្លាំងប៉ុណ្ណាក៏ដោយក៏ចាឈិងឆឹងនៅតែឈរដូចជាធម្មតាឃើញដូច្នេះគេក៏បានឆ្ងល់ឈិងឆឹងតើវាមានរឿងអ្វីកើតឡើងពីនិតបន្តិចគេក៏បានដឹងហើយថាឈិងឆឹងឯលែងមានភាពបរិសុទ្ធទៀតហើយប៉ុន្តែចាដទៃទៀតក៏បានសួរថាតើនរណាជាអ្នកធ្វើវានាងក៏បានតបថាវាគឺជាឈិងដែលជាអ្នកធ្វើរឿងនេះមកកាន់នាងប៉ុន្តែចាក៏សួរបញ្ជាក់តើ
វាគឺជាអាសម្រាប់អឈីងមែនទេដែលបានធ្វើរឿងបែបនេះមកកាលនេះនាងក៏តបថាប៉ិតណាស់ហើយចម្រោករបស់អឈីងគឺនៅក្នុងសាឡាកបេគុនមួយដែលវាពិតជាធម្មតាប៉ុន្តែតាមពិតជាមិនធម្មតាពុទ្ធចាក៏ពិតជាខឹងវាគឺជាការប្រមាថដ៏ធំមួយខ្ញុំអប៊ីហ្វឹងនឹងមិនអាចទ្រាំទ្របាននោះទេអឈីងយើងប្រកបជានឹងសម្លាប់ឯងព្រោះហើយគេក៏បានហៅតែកបិសាចំនួន2ឲ្យទៅចាប់តែកាន់អឈីងព្រមទាំងដុតសាឡាកបេគុនមួយនោះចោលភ្លាមទៅមិនត្រឹមតែប៉ុណ្ណោះក៏ប្រកបនៅឆាកវេទមន្តមួយទៅឲ្យពួកគេទាំងពីរនាក់ផងដែរចំណែកឯអ្នកដែលនៅសល់វិញតាមគេទៅកាន់ព្រះវិមានដ៏បរិសុទ្ធចំណែកឯនៅក្នុងព្រះវិមានដ៏បរិសុទ្ធវិញឪពុករបស់អឈីងដែលមានឈ្មោះថាអចងក៏បានលួងលោមទៅកាន់ប្រពន្ធទៅថាគេប្រកាសជានឹងនាំអឈីងត្រឡប់មកវិញតែពេលនោះប៉ាពួករបស់ពុទ្ធចាប៊ីហ្វឹងក៏បានធ្វើដំណើរមកដល់គាត់ក៏បានសួរទៅថាតើពួកឯងមកទាំងជប់នេះក្នុងគោលបំណងអ្វីពុទ្ធចាប៊ីហ្វឹងក៏ថាវាគឺជាកំហុសរបស់កូនប្រុសរបស់ឯងអឈីងលើដូច្នេះគាត់ក៏បានដើរចាច់ចេញព្រមទាំងនិយាយថាបើឯងចឹងបង្កបញ្ហាគួរតែស្វែងរកហេតុផលឲ្យសមស្របតិចមកពុទ្ធចាប៊ីហ្វឹងក៏បន្តទៅឯងដឹងទៀតថាកូនប្រុសរបស់ឯងនឹងបានអំផ្លាញត្បូងដ៏បរិសុទ្ធរបស់និកាយរបស់យើងអចងក៏បានធ្វើមកឆ្ងល់តើឯងកំពុងតែនិយាយអំពីអឈីងចឹងមែនទេពុទ្ធចាប៊ីហ្វឹងក៏តបថាពុតមែនអើយលើបែបនេះអចងក៏ពិតជាអស់សម័យសមួយតែសត្វឆ្កែក៏វាមិនជឿអ្វីដែលឯងបាននិយាយដែរប៊ីហ្វឹងក៏បញ្ជាក់យើងមិនមែននិយាយលេងសើចនោះទេអចងក៏គិតថាបើវាគឺជាការពិតមានន័យថាអឈីងនិងអឈីងចឹងបានចុចមែនទេអញ្ចឹងវាពិតជាអស្ចារ្យខ្លាំងណាស់ពេលបែបនេះប៊ីហ្វឹងក៏ឆ្ងល់ហើយរីបានជាឯងសើចអញ្ចឹងកូនប្រុសរបស់ឯងបានអំផ្លាញនៅក្តីសង្ឃឹមចុងក្រោយរបស់តកូលបិសាចកញ្ជ្រោងរបស់យើងអញ្ចឹងគាត់នឹងសមនឹងការស្លាប់អចងក៏និយាយថាប៊ីហ្វឹងយើងមិនទាន់បានស្លាប់នៅឡើយទេហើយអ្វីបានជាឯងនិយាយពាក្យមិនសមហេតុផលនៅទីនេះបន្តមកសេរីរឿងនិភេទមួយនេះគឺត្រូវបានកត់ចាប់ត្រឹមហ្នឹងគឺមានតែរងចាំទស្សនានៅភាពបន្តនោះទេហើយអត់មានក៏សូមអធិស្ឋានខ្លាំងមែនទែនរកការចេញវីដេអូវាមានការយឺតយ៉ាវអញ្ចឹងទៅក៏ព្រោះថាអត់មានគឺមានការរវល់ហ្នឹងឯងមិនសូវមានពេលក្នុងការធ្វើវីដេអូនោះទេហើយក៏អរគុណតការគ្នាយើងម្នាក់ដែលបានឧបត្ថម្ភមកកាន់adminចំនួន500រៀលផងដែរហើយសម្រាប់អ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភមកកាន់adminអីគឺអាចឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបានadminគឺមានតែអរគុណនិងជូនពរអ្នកទាំងអស់គ្នារកស៊ីទៅទៀតមានបានទៅណាមកណាប្រកបដោយសុខភាពពេលនេះពីសំណាក់adminបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ